មនុស្សតូចដូចដុំគ្រួសកិច្ចការងារខ្លះវាគ្រាន់តែជាទង្វើតូចតាចបំផុតមិនស្មើនឹងទំហំនៃដុំថ្មមួយគ្រាប់ផងប៉ុន្តែទោះជាតូចឬធំក៏ដោយចុះបើយើងតាំងចិត្តធ្វើវាប្រកាសជាមានលទ្ធផលតូចឬធំស្របទៅតាមហេតុនៃអំពើដុំគ្រួសមួយដុំវាមានតម្លៃមិនស្មើនឹងមាសទេតែពេលវេលាយូរទៅអាចធ្វើឲ្យដុំថ្មคล้ายទៅជាមាសក្នុងកលៈទេសៈណាមួយជាមិនខានដុំគ្រួសដែលយើងយល់ថាគ្មានតម្លៃដុំគ្រួសដែលយើងយល់ថាទំហំតូចទាំងអស់បើយើងគប់វាចូលទៅក្នុងទឹកគឺវានឹងបង្កើតជារលកបោកច្រាំងនេះមានន័យថាដុំគ្រួសតូចមួយក៏អាចធ្វើឲ្យទឹករលកបានដែរសំខាន់ឲ្យតែយើងតាំងចិត្តគប់វាចូលទៅក្នុងទឹកក្នុងសង្គមមួយគឺត្រូវការធាតុផ្សំនិងគ្រឿងផ្សំគ្រប់គ្រាន់ដើម្បីឲ្យនៅនឹងថ្កល់ឬថយក្រោយឬទៅមុខបានការរីកចម្រើនទៅមុខកើតឡើងទៅបានលុះត្រាណែតាផ្សំគ្រឿងឲ្យគ្រប់សិនប្រៀបដូចជាសម្លកកូរអញ្ចឹងពេលណាគ្រឿងផ្សំគ្រប់គ្រាន់ហើយចង់ឬមិនចង់គឺវានឹងកើតជាសម្លកកូរដែលយើងអាចញ៉ាំបានការកំតិចសង្គមមួយក៏អញ្ចឹងដែរពេលមិនទាន់គ្រប់គ្រឿងដែលផ្គុំឲ្យសង្គមខ្ទេចគឺមិនអាចខ្ទេចបានឡើយរងើកភ្លើងទោះបីសត្រឹមតែកំតិចក៏ដោយតែបើយើងតាំងចិត្តយកចិត្តទុកដាក់ក្នុងការផ្លុំបន្តិចម្ដងវាអាចដុតព្រៃធំទាំងមូលបានជីវិតយើងម្នាក់មិនអាចគេចខ្លួនផុតពីនយោបាយដាច់ខាតប៉ុន្តែក្នុងស្ថានភាពខ្លះយើងភ្លេចខ្វល់ពីគ្រឹះកសាងសង្គមទ្រព្យសម្បត្តិជាចុងហើយគុណធម៌ជាឫសនិងដើមនយោបាយជាចុងលទ្ធផលហើយមូលធនមនុស្សគ្រឹះចំណេះដឹងគឺជាឫសនិងដើមគ្រឹះមនុស្សអាត្មានិយមគ្រឹះមនុស្សអវិជ្ជាធ្វើឲ្យសង្គមវឹកវរមនុស្សស្មោកគ្រោកធ្វើនយោបាយនាំឲ្យអន្តរាយដល់ស្រុកទេសប្រទេសមានសង្គ្រាមគេនិយាយពីអ្នកខ្លាំងតែក្នុងសង្គមគ្មានសង្គ្រាមគេនិយាយពីអ្នកចេះកសាងសង្គមត្រូវគិតពីការកសាងគ្រួសារកសាងជាតិគឺត្រូវគិតពីការកសាងគ្រឹះមនុស្សនេះជាទ្រឹស្ដីទស្សនវិទូចិនខុងជឺនិងឡៅជឺដែលខ្ញុំយកមកបកស្រាយក្នុងបរិបទសង្គមវិទ្យាខ្មែរម៉ែអើយឆ្លោះគ្នាកូនមិនមានឱកាសបានរៀនសូត្រកូនមានឱកាសបានទៅសាលាដែរតែរៀនមិនចូលត្បិតរវល់រឿងឈឺចាប់តើអ្វីជាជំហរកសាងមូលធនមនុស្សក្នុងសង្គមជាពិសេសក្នុងការបណ្ដុះយុវជនក្នុងនាមជាយុវជនម្នាក់មិនថាយុវជនរូបណាក្នុងមូលដ្ឋានកម្រិតចំណេះដឹងណាទេអ្នកដតីអាចដូរឬដាំអ្នកបានគ្រប់ពេលតែអ្នកខ្លួនឯងត្រូវប្រកាន់ជំហរពង្រឹងខ្លួនពង្រីកសមត្ថភាពដាំខ្លួនឯងឲ្យរឹងមាំរៀនសមាធិដកដង្ហើមក្នុងស្ថានភាពខ្វះខ្យល់ពេលខ្លះទៀតអោនខ្លះងើយខ្លះអោនមើលកលៈទេសៈធ្វើជាអោនមើលដីតែចិត្តរំពៃសម្លឹងមេឃដឹងពេលធ្វើអ្នកដើរតាមដឹងពេលវេលាធ្វើមេដឹកនាំដឹងពេលស្របដឹងពេលប្រឆាំងដឹងពេលគ្រប់គ្រងដឹងពេលដឹកនាំក្នុងសៀវភៅប្រតិទិនទស្សនៈ365ថ្ងៃនិង222ថ្ងៃទាំងពីរក្បាលខ្ញុំបានរំលេចនៅខ្លឹមសារទស្សនៈមួយថាបើស្រឡាញ់សង្គមគឺត្រូវស្រឡាញ់ការអប់រំយុវជនដែលស្រឡាញ់សង្គមពិតប្រាកដគឺត្រូវប្រឹងរៀនប្រឹងអានក្នុងនាមជាយុវជនស្ថិតក្នុងវ័យក្មេងខ្ចីមិនថាក្មេងខ្ចីក្នុងការងារឬមិនថាក្មេងខ្ចីក្នុងបទពិសោធន៍ជីវិតទេអ្វីដែលអ្នកអាចធ្វើបានគឺរៀនគឺប្រឹងអាននេះជាការងារចម្បងបំផុតពេលណាអ្នកស្រឡាញ់សង្គមកាន់តែខ្លាំងគឺសកម្មភាពរៀនរបស់អ្នកនឹងកាន់តែសកម្មមិនថាសកម្មលើអំណាចឬសកម្មលើកិច្ចការងារស្រាវជ្រាវឡើយ
មានបទពិសោធន៍ជាក់ស្ដែងរបស់ស្ដេចអ៊ីឈីលៀងដែលជាតួអង្គមេដឹកនាំសំខាន់ក្នុងភាពយន្តចិនចក្រភពឈិងស្ដេចអ៊ីឈីលៀងទទួលរងសម្ពាធធំពីរគឺទី1ឈឺចាប់និងទី2ត្រូវប្រឹងអានសៀវភៅប្រឹងស្វែងរកវិជ្ជានិងធ្វើការងារប្រកបប្រកាសស្វែងរកអ្នកមានសមត្ថភាពរហូតដល់ជោគវ័យយ៉ាងជាទស្សនៈសង្គមរបស់ខ្ញុំជឿជាក់ថាឲ្យតែយុវជនបានកាន់សៀវភៅអានសៀវភៅដែលគួរអាននិងជ្រើសរើសសៀវភៅអានត្រឹមត្រូវគឺសៀវភៅនៅបង្ហាញផ្លូវយើងថាតើយើងគួរធ្វើអ្វីរៀបចំអ្វីទ្រាំនឹងអ្វីហើយកសាងសមត្ថភាពដោយរបៀបណាដោយវិធីណាទើបអាចមានកម្លាំងពិតប្រណាំងយកឈ្នះចរន្តមិនល្អដែលបានពង្វក់សង្គមសៀវភៅនឹងប្រាប់អ្នកពីវិធីសាស្ត្រយុទ្ធសាស្ត្រល្បិចកលដើម្បីថែរក្សាអ្វីដែលយើងនៅសល់ជាក់ស្ដែងយើងគ្មានអំណាចគ្មានសមត្ថភាពគ្មានលទ្ធភាពឯណាទៅយកអ្វីដែលបាត់បង់មកវិញទេតែយើងមានអំណាចអាចធ្វើបានដោយការប្រឹងប្រែងគឺរក្សាអ្វីដែលយើងកំពុងតែមានកុំឲ្យបាត់បង់ដោយអយុត្តិធម៌ទៀតចេះឈឺចាប់តែហេតុអ្វីមិនចេះប្រឹងការឈឺចាប់ដ៏ត្រឹមត្រូវគឺត្រូវតែប្រឹងប្រែងតែបើរវល់តែដេកទ្រាំក្រំចិត្តគឺយើងនឹងក្រំចិត្តរហូតដល់ស្លាប់កុំសុខចិត្តដេកស្លាប់ត្រូវតែស្លាប់ឈរប្រឹងធ្វើកុំសុខចិត្តស្លាប់ដោយមិនព្រមធ្វើអ្វីសោះតែត្រូវស្លាប់ដោយបន្សល់អ្វីខ្លះដល់អ្នកក្រោយសុខចិត្តហែទឹកបើគ្មានទូកឆ្លងសុខចិត្តញញឹមបើបានជាឈឺចាប់ទៅហើយសុខចិត្តប្រឹងបើបានជាលំបាកទៅហើយសុខចិត្តប្រយុទ្ធសិនបើដឹងថាទៅស្លាប់ដដែលមានអ្នកបញ្ញាក់តែអ្នកខ្លះមិនព្រមភ្ញាក់កុំវាយតម្លៃសៀវភៅល្អឬមិនល្អវាមិនអាស្រ័យដោយការវាយតម្លៃទៅតាមអារម្មណ៍យើងទេនៅពេលណាដែលកម្រិតចំណេះដឹងយើងនៅទាបយើងតែងតែវាយតម្លៃអ្វីមួយល្អអាក្រក់ទៅតាមទំនោរនៃអារម្មណ៍ឧទាហរណ៍អ្នកខ្លះធ្វើល្អដាក់យើងរហូតតែដល់ថ្ងៃណាមួយគេលែងខ្វល់ពីយើងហើយយើងក៏យល់ថាគេមិនល្អពេលខ្លះគឺអាចមកពីយើងមិនល្អក៏ថាបានអ្នកខ្លះគេធ្វើល្អធ្វើរឿងត្រឹមត្រូវដាក់មនុស្ស100នាក់តែដល់ពេលគេធ្វើមិនល្អដាក់យើងតែម្នាក់យើងក៏យល់វាតម្លៃគេថាជាមនុស្សមិនល្អស្របពេលដែលមនុស្សជាច្រើនគោរពឲ្យតម្លៃមនុស្សដែលយើងវាតម្លៃថាមិនល្អនេះសុទ្ធតែជាការវាតម្លៃដោយប្រើប្រាស់នៅអារម្មណ៍សុទ្ធសាធសម្រាប់ខ្ញុំមនុស្សល្អម្នាក់គឺនៅតែល្អបើគេបានសម្ដែងសេចក្តីល្អគ្រប់គ្រាន់ទៅមនុស្សគ្រប់គ្នាខ្ញុំនៅតែគោរពតែទោះបីជាគេមិនសម្ដែងសេចក្តីល្អដាក់ខ្ញុំក៏ដោយការដែលគេមិនសម្ដែងសេចក្តីល្អដាក់ខ្ញុំប្រហែលអាចមកពីខ្ញុំមិនល្អស័ក្តិសមនឹងទទួលសេចក្តីល្អក៏ថាបាននេះជាការវាយតម្លៃយ៉ាងសុក្រិតបំផុតដោយគ្មានចិត្តលំអៀងមកខាងខ្លួនឯងឡើយតើយើងវាយតម្លៃសៀវភៅល្អឬមិនល្អដោយរបៀបណាខ្ញុំដឹងថាសៀវភៅដែលមិនល្អសម្រាប់មនុស្សប្រើអារម្មណ៍គឺសៀវភៅដែលនិយាយអំពីគំនិតឬទស្សនៈច្រើនពេកសៀវភៅដែលមិនល្អសម្រាប់មនុស្សគ្មានចំណេះដឹងឬមនុស្សអវិជ្ជាគឺជាសៀវភៅដែលមានគំនិតជ្រៅឬសៀវភៅដែលអានពិបាកយល់ពេកបើជាទស្សនៈខ្ញុំចំពោះសៀវភៅប្រឡោមលោកខ្ញុំចេះវាយតម្លៃសៀវភៅល្អឬសៀវភៅមិនល្អដោយសុក្រិតពីព្រោះការវាយតម្លៃគឺត្រូវគោរពទៅតាមក្បួននៃការសរសេរឬបរិបទសង្គមនីមួយប្រឡោមលោកគឺជាសៀវភៅប្រភេទដែលមានឥទ្ធិពលបំផុតក្នុងការផ្លាស់ប្ដូរផ្នត់គំនិតសង្គមមានឥទ្ធិពលជាងសៀវភៅគំនិតឬទស្សនៈតែអ្នកសរសេរប្រឡោមលោកដែលមិនមានបញ្ចូលខ្លឹមសារអប់រំឬទស្សនៈឬមានកម្រិតយល់ដឹងផ្នែកទស្សនវិជ្ជាតិចតួចពេកគឺនឹងមានលក្ខណៈបញ្ច្រាស់តើបញ្ច្រាស់យ៉ាងណាគឺបញ្ច្រាស់ពីសារអប់រំទៅជាសារលេងសើចបញ្ច្រាស់ពីសារទស្សនវិជ្ជាទៅជាសារសាមញ្ញពេក
បញ្ច្រាស់ពីសារសាមញ្ញទៅជាសារគ្មានខ្លឹមសារក្នុងលក្ខខណ្ឌផ្សេងទៀតគោមិនអាចឲ្យគណៈកម្មការវិតម្លៃស្នាដៃប្រឡំលោកមកវិតម្លៃដាក់ពិន្ទុសៀវភៅទស្សនវិជ្ជាឬឲ្យគណៈកម្មការវិតម្លៃស្នាដៃទស្សនវិជ្ជាមកវិតម្លៃដាក់ពិន្ទុសៀវភៅប្រឡំលោកដែរនេះគ្រាន់តែជាទស្សនៈសម្រាប់ការគិតពិចារណាប៉ុណ្ណោះត្បិតគ្មានចេតនារិះគន់ទេក្នុងនាមជាអ្នកអានបើចង់ប្រៀបធៀបប្រឡំលោកគឺយើងអាចអានសៀវភៅប្រឡំលោកសម័យមុនរបស់ខ្មែរយើងនិងប្រឡំលោកសម័យបច្ចុប្បន្នឬអាចសាកអានប្រឡំលោកបរទេសនិងអានប្រឡំលោកសម័យមុននេះជាអ្វីដែលយើងអាចប្រៀបធៀបបានត្រង់ចំណុចនេះខ្ញុំចង់បន្ថែមថាអ្វីវាសុទ្ធតែមានការចាប់ផ្ដើមដែលលំបាកនិងមិនសូវល្អតែសំខាន់ឲ្យដឹងខ្លួនថាខ្លួនមិនល្អឬល្អហើយប្រឹងកែលម្អសម្រាប់ថ្ងៃក្រោយតក់ធ្វើអ្វីក៏ដោយត្រូវចេះវិភាគចំណុចខ្លាំងចំណុចខ្សោយការងារដែលយើងធ្វើពេលដឹងខ្លាំងដឹងខ្សោយហើយគឺយើងនឹងរកវិធីកែលម្អទៀតនេះជាលក្ខណៈពិសេសនៃមនុស្សដែលមានផ្នត់គំនិតរីកចម្រើនសៀវភៅល្អឬមិនល្អគឺត្រូវវាតម្លៃដោយចំណេះដឹងបើយើងមិនស្គាល់របស់មានតម្លៃគឺយើងនឹងកំណត់ថាវាគ្មានតម្លៃបើយើងមិនត្រូវការអ្វីមួយគឺយើងនឹងកំណត់ថាគ្មានតម្លៃអ្វីក៏ដោយឲ្យតែមានតម្រូវការគឺមានតម្លៃមិនស្គាល់ទំនិញល្អគឺជារឿងធំនៃការរកស៊ីមិនស្គាល់មនុស្សល្អជារឿងធំនៃការសេពគប់មិនស្គាល់សៀវភៅល្អគឺជាបញ្ហានៃអ្នកអានតើត្រូវធ្វើយ៉ាងណាទើបស្គាល់សៀវភៅល្អសៀវភៅល្អខ្លះដែលយើងអានមិនយល់វាមិនមែនមកពីសៀវភៅទេតែបញ្ហាមកពីចំណេះដឹងយើងខ្លួនឯងនៅមានកម្រិតសៀវភៅល្អខ្លះមានអ្នកខ្លះស្រែកថាអានពិបាកយល់ឬអ្នកខ្លះយល់ថាសរសេរមិនត្រូវឬអ្នកខ្លះវាតម្លៃថាមិនល្អស្របពេលដែលមានបណ្ឌិតឬអ្នកចេះដឹងពិតប្រាកដសរសើរមិនដាច់ពីមាត់ថាសៀវភៅនេះឬសៀវភៅនោះល្អគួរតែអានតើនេះមកពីមូលហេតុអ្វីមូលហេតុគឺវាទាក់ទងនឹងចំណេះដឹងនៃការវាតម្លៃបទពិសោធន៍ចាស់នៃការអានរបស់ខ្ញុំសៀវភៅខ្លះខ្ញុំត្រូវអានរហូតដល់ 2-3 ឆ្នាំផងក៏មានដែរខ្ញុំឮល្បីថាសៀវភៅនេះឬសៀវភៅនោះល្អលក់ដាច់បំផុតតែដល់ពេលទិញយកមកអានខ្លួនឯងគឺអានមិនយល់បើតាមអារម្មណ៍ពេលអានផងឈឺក្បាលផងហើយធុញថប់ក្នុងចិត្តផងគឺចង់តែនិយាយភ្លាមថាសៀវភៅនេះមិនល្អទេអាក្រក់ណាស់ចុងក្រោយខ្ញុំសួរខ្លួនឯងថាតើដោយសារតែខ្ញុំឬមកពីសៀវភៅមិនល្អឬខ្ញុំមិនល្អរហូតដល់ដំណាក់ 2-3 ឆ្នាំចំណេះដឹងមូលដ្ឋានខ្ញុំចេះតែរីកចម្រើនហើយការអានក៏មានសន្ទុះនិងអានរហូតដល់និយាយការពិតតាមពីក្រោយអ្នកអានមុនថាសៀវភៅនេះល្អពិតមែនមូលហេតុដែលខ្ញុំអានមិនយល់គឺដោយសារតែចំណេះដឹងខ្ញុំនៅទាបពេកនេះជាបញ្ហានៃអ្នកអានសៀវភៅខ្លះបើយើងអានយល់ហើយគឺយើងនឹងយល់រឿងសពបែបយ៉ាងប្រៀបដូចជាអ្នកខ្លះរអ៊ូថាអានប្រត្រៃបីដកខ្មែរមិនយល់ទេតែអ្នកដែលគេអានយល់គឺមានចំណេះដឹងមានប្រាជ្ញាហួសពីការស្មានគម្ពីរសាសនាធំក្នុងលោកគួរអញ្ចឹងដែរគំនិតទស្សនវិទូក្នុងលោកខ្លះក៏អញ្ចឹងដែរត្បិតបើយើងអានបានយល់ហើយគឺស្មើនឹងកាន់ដាវទឹកមួយដែលគ្មានគូប្រកួតដោយសង្ខេបឡើងវិញយើងត្រូវចេះវិតម្លៃសៀវភៅដោយចំណេះដឹងតែមិនមែនដោយសារតែអារម្មណ៍ទេយើងត្រូវអានសៀវភៅដែលអត់ធ្មត់តែមិនមែនដោយសារតែអារម្មណ៍ចង់ឬមិនចង់ចូលចិត្តឬមិនចូលចិត្តទេសៀវភៅខ្លះត្រូវតែអានតែមិនមែនអានតាមចង់ទេលក្ខណៈមនុស្សបែបនេះគឺជោគជ័យច្រើនជាងមនុស្សដែលគ្មានវិន័យសៀវភៅល្អមួយក្បាលវាអាចផ្លាស់ជីវិតយើងទាំងស្រុងបានបើយើងអានបានយល់ច្បាស់ពីខ្លឹមសារខាងក្នុងពិតប្រាកដ
អត្ថបទនេះគួរតែដាក់ចំណងជើងថាកុំវាយតម្លៃសៀវភៅស្របពេលដែលយើងគ្មានចំណេះដឹងគ្រប់គ្រាន់ក្នុងការមើលសៀវភៅឬកំណត់សៀវភៅល្អឬមិនល្អការវាយតម្លៃសៀវភៅតាមអារម្មណ៍នៃខ្លួនគឺមិនមែនជាការវាយតម្លៃដ៏ត្រឹមត្រូវទេមនុស្សដែលប្រើអារម្មណ៍ជាទូទៅតែលំអៀងទៅខាងខ្លួនឯងអត្ថបទទាំងនេះដកស្រង់ចេញពីសៀវភៅអំណាចជាអំណាចនិពន្ធដោយឡាំលីម